នេះគឺជាម៉ាស៊ីនដែលធំជាងគេបំផុតនៅលើភពផែនដីរបស់យើងដែលមានឈ្មោះថា Wärtsilä Suter RTA 96C ម៉ាស៊ីនដ៏មហិមានេះមានតម្លៃប្រហែល$25 លាននិងមានទម្ងន់រហូតដល់2300តោនឯណោះវាត្រូវបានបង្កើតឡើងសម្រាប់តែហេតុផលមួយគត់គឺដើម្បីជំរុញកប៉ាល់ដឹកកុងតឺន័រនិងកប៉ាល់ដឹកប្រេងធំៗបំផុតនៅលើពិភពលោកវាមានប្រវែង26ម៉ែត្រនិងកម្ពស់13ម៉ែត្រប្រហាក់ប្រហែលទៅនឹងអគារ3ជាន់នៅខាងក្នុងម៉ាស៊ីនស៊ីឡាំងធំៗចំនួន14ដែលអាចបង្កើតកម្លាំងបានរហូតដល់110000សេសម៉ាស៊ីននេះមិនអាចដំណើរការដោយប្រេងម៉ាស៊ូតធម្មតានោះទេប៉ុន្តែវាត្រូវបានដុតប្រេង Bunker Fuel ដែលជាសារធាតុពណ៌ខ្មៅក្រាស់ខាប់ដូចជាហួយនៅក្នុងសីតុណ្ហភាពបន្ទប់វាខាប់ខ្លាំងរហូតដល់សឹងមិនអាចហូបបានដូច្នេះគេត្រូវកម្ដៅវាឲ្យឡើងកម្ដៅប្រហែល175 Fahrenheit ប្រហែល79អង្សាសេជាមុនសិនទើបវាអាចហូរបាញ់បញ្ចូលនិងឆេះនៅក្នុងម៉ាស៊ីនបានល្អមូលហេតុចម្បងគឺរឿងលុយកាក់ព្រោះប្រេង Bunker នេះមានតម្លៃថោកខ្លាំងដោយអស់ថ្លៃត្រឹមតែប្រហែល$600 ទៅ$700ប៉ុណ្ណោះនៅក្នុងមួយតោន Follow for more